សម្រាប់អ្នកដែលនៅខាងសានសុកម្ដុំអ៊ីអន2ចង់ទៅញ៉ាំមីបួសគឺថាមិនចាំបាច់ជិះទៅដល់ក្រោយវាំងទៀតទេឥឡូវនេះគឺថាគាត់មានបើកសាខាមួយទៀតនៅខាងសានសុកណាហើយសម្រាប់សាខាទី2របស់គាត់នេះគឺថាការរៀបចំស្អាតមែនទែនហើយមានច្រើនជម្រើសតែម្ដងចឹងសម្រាប់ពុកម៉ែបងប្អូននៅខាងសានសុកកុំភ្លេចទៅជួយគ្រប់គ្រងផងហើយក្តៅថ្មីហ្នឹងណាហើយការរៀបចំគឺថាស្អាតមែនតើនៅខាងក្នុងហាងនេះនិយាយទៅគឺថាគាត់មានច្រើនជម្រើសតែម្ដងចង់បានជាលក្ខណៈអង្គុយនៅខាងលើក៏មានខាងក្រោមក៏មានហើយវាយរបស់គាត់វិញបើនៅខាងក្រោមដូចទៅសមុទ្រចឹងពុកម៉ែបងប្អូនហើយគាត់មាននៅខាងលើអញ្ចេះដែរនិយាយទៅគឺថាយើងអាច view មើលបរិយាកាសបានអញ្ចឹងណាហើយគាត់ក៏មានជាលក្ខណៈបន្ទប់ VIP ដែរសម្រាប់បន្ទប់ VIP នេះគឺអាចផ្ទុកបានចំនួនរហូតដល់10នាក់ពុកម៉ែបងប្អូនមានជាតុមូក៏ដូចជាតុជ្រុងមុនហ្នឹងណាសម្រាប់ពុកម៉ែបងប្អូនដែលចង់ទៅជាលក្ខណៈគ្រួសារឬមួយក៏ទៅពិភាក្សាការងារអីគឺថាអាចកក់យកបន្ទប់ VIP មុននឹងបានមានម៉ាស៊ីនត្រជាក់និយាយទៅគឺថាការរៀបចំរបស់គាត់ស្អាតត្រជាក់ចិត្តហ្មងហើយចូលមកដល់ការជៀនគល់ផ្សិតនេះវិញគឺនៅពេលដែលជៀនហើយអញ្ចឹងគឺគាត់សង្កត់ខ្លាញ់ពុកម៉ែបងប្អូននិយាយទៅគឺថាសង្កត់ឲ្យតទៅស្ងួតតែម្ដងណាអញ្ចឹងនៅពេលដែលយើងញ៉ាំហើយគឺអត់សូវជាបារម្ភរឿងឡើងគីឡូអីហ្នឹងទេព្រោះដោយសារតែម្ហូបបួសអញ្ចឹងគឺសឹងតែអ្នកដែលគាត់អត់ចង់ញ៉ាំសាច់ចង់សម្រក់គីឡូចង់ថែរក្សារាងអញ្ចឹងណាហើយតាក់ទងជាមួយនឹងរសជាតិផ្សិតហ្នឹងពុកម៉ែបងប្អូនដូចសាច់គោអញ្ចឹងហើយសម្រាប់ផ្សិតហ្នឹងគឺគេមានឈ្មោះថាផ្សិតជាងពុកម៉ែបងប្អូនហើយ Twister បង្ហោះវីដេអូទី1ទៅឃើញមានពុកម៉ែបងប្អូនជាច្រើនសួរថាគាត់មានលក់ជាគីឡូអត់សម្រាប់ផ្សិតជាងគល់ផ្សិតហ្នឹងអញ្ចឹងណាអញ្ចឹង Twister សូមបញ្ជាក់ថាគាត់មានលក់ជាគីឡូឆៅក៏មានឆ្អិនក៏មានអញ្ចឹងពុកម៉ែបងប្អូនអាចសាកសួរបានហើយចូលមកដល់មេនុយរបស់យើងវិញគឺថា Twister កំបងឡើងច្រើនតែម្ដងក្រៅតែពីមុខម្ហូបច្រើនមុខដែលពុកម៉ែបងប្អូនបានឃើញនៅលើតុហ្នឹងក៏គាត់មានជាភេសជ្ជៈដែរសម្រាប់ភេសជ្ជៈនេះគឺថាធ្វើខ្លួនឯងផ្ទាល់តែម្ដងអត់មានយកមកពីខាងណាទេហើយសម្រាប់រសជាតិវិញគឺអត់សូវជាផ្អែមទេអញ្ចឹងសម្រាប់អ្នកដែលអត់ចូលចិត្តញ៉ាំផ្អែមអីគឺត្រូវហើយឥឡូវនេះគឺថា Twister ចាប់ដើមលាយទឹកជ្រលក់ណាសម្រាប់ម្ទេសឆារបស់គាត់គូទំនងមែនតើគាត់ធ្វើខ្លួនឯងហើយក៏មានលក់ដែរអញ្ចឹងបើសិនជាពុកម៉ែបងប្អូនទៅញ៉ាំចាប់អារម្មណ៍ចង់ទិញម្ទេសឆាអីគឺអាចសាកសួរគាត់បានតម្លៃសមរម្យទេហើយទឹកជ្រលក់នេះគឺថាពេលដែលចាក់អញ្ចេះមកគឺទំនងមែនតើពុកម៉ែបងប្អូនសម្រាប់មីស៊ុបនេះគឺគាត់មានសរសៃយើងជ្រើសរើសច្រើនអញ្ចឹងពុកម៉ែបងប្អូនចង់បានជាប្រភេទមីសួរក៏បានមីសរសៃធំក៏បានមីកញ្ចប់ក៏បានដែរហើយសម្រាប់ផ្សិតវិញពុកម៉ែបងប្អូននៅពេលដែលយកមកដាក់ជាមួយនឹងទឹកស៊ុបអញ្ចេះគឺថារសជាតិរបស់គេឆ្ងាញ់ហើយសាច់ផ្សិតឡើងទន់ហ្មងហើយខាងនេះវិញគឺជាបាយឆាម្រះព្រៅពុកម៉ែបងប្អូននិយាយទៅគឺថាមួយមុខនេះបើសិនជាពុកម៉ែបងប្អូនចង់ញ៉ាំជាប្រភេទបាយ Twister recommend ខ្លាំងហ្មងព្រោះដោយសារតែពេលឆាអញ្ចឹងទៅគឺថាគល់ផ្សិតនឹងឡើងទន់តែម្ដងហើយមានលាយជាមួយនឹងម្ទេសហឹរទៀតនៅពេលដែលយើងញ៉ាំទៅគឺថារសជាតិនឹងឆ្ងាញ់មែនតើអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលចង់រកកន្លែងសម្រាប់គីឡូចង់ញ៉ាំជាប្រភេទអាហារបួសមីបួសបាយបួសអីហ្នឹងគឺថាអាចទៅញ៉ាំនៅហាងមីបួសក្រោយវាំងបានពុកម៉ែបងប្អូននៅសាខាទី2របស់គាត់នៅខាងសានសុកណានិយាយទៅគឺនៅទីនេះហើយនឹងសាខាទី1គឺគាត់មានច្រើនដូចគ្នានិយាយទៅគឺថាសាខាទី1មានមិនសាខាទី2មានដូចគ្នាទាំងអស់តែម្ដងហើយសម្រាប់គល់ផ្សិតនេះវិញពុកម៉ែបងប្អូននិយាយទៅគឺរសជាតិដូចសាច់គោអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលជាមួយហើយធ្លាប់បានទៅញ៉ាំទទួលបានរសជាតិបែបណាជួយ comment នៅខាងក្រោមវីដេអូនេះផងហើយសម្រាប់ environment វិញគឺស្អាតមែនតើសូម្បីតែបន្ទប់ទឹករបស់គាត់ក៏រៀបចំស្អាតដែរនិយាយទៅគឺថានៅទីនេះសម្រាប់អ្នកដែលចូលចិត្តថតរូប Twister recommend ខ្លាំងអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលជាមួយកុំភ្លេចទៅជួយគ្រប់គ្រងនៅសាខាទី2ផងដែលមានបើកលក់ចាប់ពីម៉ោង7ព្រឹករហូតដល់ម៉ោង8យប់